បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវិធីសាស្ត្រនៃការកាត់តដូរពូជមេស្វាយដែលខ្ញុំបានធ្វើកន្លងមកគឺវាជាប់នេះគោលកៅលមៀតមេស្វាយកៅចិនណាបងប្អូននឹងឲ្យមើលរយៈពេលនៃការតតាំងពីតមករយៈពេលនេះបាន7ខែតាមធម្មតាយើងមួយឆ្នាំយើងអាចបានប្រមូលផលបានផ្លែនេះគឺជាវីដេអូខ្ញុំបានកាត់តមេពីមុនមកនៅវាជាប់បាន7ខែនេះជាដើមទី2រយៈពេល7ខែបានប៉ុណ្ណឹងបងប្អូនអាចត្រូវការអីឲ្យខ្ញុំទៅកាត់តដូរពូជស្វាយអីក៏បានដែរនេះគោលកៅលមៀតហេងមេកៅចិនអញ្ចឹងណាបងប្អូនចង់តទៅជាមេស្វាយអីក៏បានដែរតែបងប្អូនចង់បានអញ្ចឹងមួយវិញនេះទៀតគឺខ្ញុំតបាននេះបានព្យាបាន2-3ឆ្នាំនេះផ្លែបាន2-3ឆ្នាំខ្ញុំតយូរដែរហើយនេះរយៈពេល2-3ឆ្នាំហើយវាបានផ្លែបេះរាល់ឆ្នាំខ្ញុំតនេះពីស្វាយនេះគល់វាខ្លាយអញ្ចឹងខ្ញុំហើយតជាស្វាយកៅចិនបានផ្លែហូប2-3ឆ្នាំហើយមកទៅបងប្អូនមើលល្អស្វាយមកផ្អែមដូចយើងស្វាយយើងធម្មតាដែលយើងដាំអញ្ចឹងហើយយើងកាត់តមេពីអញ្ចឹងនេះមួយទៀតគឺដូចតែគ្នាបងប្អូននេះតយូរឆ្នាំដែរហើយត3-4ឆ្នាំហើយមេវាជាប់ល្អយើងតទៅអត់មានភ័យថាអីផ្លែមកបាក់អីអត់ទេនេះវាស៊ីសាច់ចូលគ្នាអស់ហើយយើងតរយៈពេល1ឆ្នាំយើងអាចបានផ្លែហូបបងប្អូនត្រូវការកាត់តដូរពូជស្វាយអាចតាក់ទងខ្ញុំបានខ្ញុំនឹងដាក់លេខទូរស័ព្ទខាងក្រោមឬក៏អាចទៅបង្រៀនដល់ទីតាំងមកក៏បានបងប្អូនត្រូវការភាសាឥឡូវស្វាយកៅលមៀតវារៀងថោកអញ្ចឹងយើងចង់ដូរពូជទៅជាស្វាយអីផ្សេងដែលបងប្អូនត្រូវការនេះគឺជានេះតប្រហែលជាបាន5-6ខែដែរនេះទៅតដែរនេះ5-6ខែជាប់ប៉ុណ្ណឹងមួយមេឃយើងតយកតែមួយបែកមេឃហើយជាមួយឆ្នាំអីឆ្នាំជាងយើងបានផ្លែនេះដូចតែគ្នាខ្ញុំថតយើងកាត់ថតរយៈប្រហែលដើមច្រើនដើមដែរនេះកន្លែងវាតនោះស៊ីទីវីស៊ីជាប់គ្នាអស់អញ្ចឹងបងប្អូនហ្នឹងហើយបងប្អូនមើលវីដេអូហ្នឹងជាប់ល្អហ្នឹងវារយៈពេល1ឆ្នាំយើងបានហូបនេះស្វាយនេះស្វាយវាខ្លាយយើងតទៅជាស្វាយកៅចិនអញ្ចឹងបងប្អូនបាទមួយនេះវិញគឺធំបាទនេះធំរយៈពេល4តបាន3-4ឆ្នាំហើយវាបានផ្លែហូបហើយផ្លែដូចស្វាយកៅចិនយើងដាំក្របដាំអីចឹងយើងអត់ចាំបាច់យើងទៅកាត់អីវាចោលដាំសារថ្មីយូរយើងមានកៅលមៀតយើងអាចដាក់តពីកៅលមៀតមកស្វាយកៅចិនឬក៏ស្កៅសវើញ៉ាំដកម៉ៃអីស្វាយអីក៏បានឲ្យតែមានតម្លៃតែខ្ញុំតទៅជាស្វាយកៅចិនបានថ្លៃជាងបងប្អូនវិធីសាស្ត្រនៃការតបងប្អូនអាចតាក់ទងមកខ្ញុំអាចធ្វើបានអាចកាត់តឲ្យបានឬក៏អាចបង្រៀនបងប្អូនដល់ចំការមកក៏បានដែរសេវា25ខេត្តក្រុងបងប្អូនចង់រៀនអាចមករៀនបានឬក៏ឲ្យខ្ញុំធ្វើឲ្យក៏បានដែរហើយមួយនេះវិញទៀតនៅមុខចំការខ្ញុំនេះនេះបាន2ពូជខ្ញុំតពូជស្វាយកៅចិនផងហើយនឹងស្វាយថៃផងនៅបងប្អូនវីដេអូមានប៉ុណ្ណឹងបងប្អូនត្រូវការអីបាទអាចតាក់ទងមកខ្ញុំបានហ្នឹងបងប្អូនអរគុណច្រើន